ចានាងខ្ញុំមានព័ត៌មានមួយទៀតជម្រាបជូនលោកអ្នកនាងចាតកតងទៅនឹងបញ្ជារបស់លោកហ៊ុនសែនដែលឲ្យចាប់មន្ត្រីពាក់ព័ន្ធនៅក្រឹតកម្មឆបង់តាមអនឡាញប៉ុន្តែបែរជាមិនចាត់ការទៅលើលោកកុកអាននិងលោកលីយ៉ុងផាត់ចាអ្នកខ្លំមើលរិះគន់ប្រធានព្រឹទ្ធសភាលោកហ៊ុនសែនរឿងបញ្ជាឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីដែលជាប់ពាក់ព័ន្ធនៅក្រឹតកម្មឆបង់តាមអនឡាញដោយគ្មានការលើកលែងប៉ុន្តែលោកមិនចាត់វិធានការផ្លូវច្បាប់ទៅលើអង្គញាកុកអានលោកលីយ៉ុងផាត់និងក្មួយរបស់លោកហ៊ុនសែនគឺចាក្មួយរបស់លោកហ៊ុនសែនផ្ទាល់តែម្ដងនោះគឺលោកហ៊ុនតូនោះទេបើទោះបីជាអ្នកទាំងនោះត្រូវសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងក្រតកម្មឆបោកតាមអនឡាញការលាងលុយកខ្វក់និងអំពើជួញដូរមនុស្សក្តីចាលោកនៅវណ្ណរិនមានសេចក្តីរាយការណ៍អំពីរឿងនេះជូនលោកអ្នកនាងបន្ទាប់ពីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតបានបរាជ័យនៅក្នុងការបោះសម្អាតឧក្រិដ្ឋជនឆបោកតាមអនឡាញឲ្យអស់ត្រឹមខែមេសាមកមេបកកណ្ដាលអំណាចនឹងជាឪពុកនាយករដ្ឋមន្ត្រីគឺលោកហ៊ុនសែនបានណែនាំដល់អាជ្ញាធរនៅតាមខេត្តនានាជាពិសេសលោកហ៊ុនម៉ាណែតផ្ទាល់ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានតឹងរឹងមកលើមន្ត្រីដែលពាក់ព័ន្ធឧក្រិដ្ឋកម្មឆបោកតាមអនឡាញដោយគ្មានការលើកលែងព្រោះលោកយល់ថាឧក្រិដ្ឋកម្មឆបោកនេះបានបំផ្លាញមុខមាត់កម្ពុជាប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាលោកម៉ែនណាតប្រាប់ទូរទស្សន៍អាស៊ីសេរីនៅថ្ងៃទី25ខែឧសភាថាការគម្រាមកំហែងរបស់លោកហ៊ុនសែនថានឹងដកតំណែងមន្ត្រីដែលពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មឆបោកអនឡាញគឺគ្រាន់តែជាសារនយោបាយបោកប្រាស់ដែលលោកចង់បន្លំភ្នែកមហាជននិងសហគមន៍អន្តរជាតិតែប៉ុណ្ណោះពីព្រោះជាក់ស្ដែងមេខ្លោងពិតនៃឧក្រិដ្ឋកម្មឆបោកទាំងនោះគឺសុទ្ធតែជាមនុស្សចំណិតរបស់លោកហ៊ុនសែនផ្ទាល់ដូចជាលោកអង្គញាលីយ៉ុងផាត់អង្គញាកុកអាននិងក្មួយរបស់លោកហ៊ុនសែនគឺលោកហ៊ុនតូជាដើមដូច្នេះលោកថាលោកហ៊ុនសែនគ្មានឆន្ទៈពិតប្រាកដដើម្បីបោះសម្អាតបញ្ហាទាំងនេះឡើយហើយទៅបន្ទោសពួកមន្ត្រីយវ័យខេត្តសវ័យស្រុកមិនបានពួករឿងអស់នេះវាពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់រដ្ឋហើយបានមានពួកលោកអមនាយករដ្ឋមន្ត្រីមានពួកអមប្រធានគណៈបកប្រជាជនកម្ពុជាមានពួកដែលចិត្តដិតជាមួយនឹងក្រសួងមហាផ្ទៃមួយចំនួនសុទ្ធតែពួកក្រាក់ហើយនរណាក៏ដឹងដែររាល់ថ្ងៃនេះពួកមន្ត្រីអស់ហ្នឹងវាពាក់ព័ន្ធនឹងពួកបទអក្រិតអនឡាញសម្រាប់ណាការលើកឡើងនេះក្រោយពីប្រធានគណៈបកប្រជាជនកម្ពុជានិងជាប្រធានព្រឹទ្ធសភាលោកហ៊ុនសែនបានថ្លែងនៅក្នុងពិធីជួបសំណេះសំណាលផ្ទាល់ជាមួយថ្នាក់ដឹកនាំក្រសួងស្ថាប័នក្រុមប្រឹក្សារាជធានីនិងនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៅថ្ងៃទី24ខែឧសភាដោយលើកឡើងថាកន្លងមកប្រទេសកម្ពុជាត្រូវបានបំផ្លាញដោយក្រុមឧក្រិដ្ឋកម្មឆបោកតាមអនឡាញហើយនៅពេលអនាគតពួកគេក៏នឹងគំរាមកំហែងដល់ប្រទេសជាតិផងដែរលោកហ៊ុនសែនបានបញ្ជាក់ថាចាប់តាំងពីឧក្រិដ្ឋកម្មឆបោកតាមអនឡាញរីកដុះដាលនៅកម្ពុជាមកកម្ពុជាមិនដែលទទួលបានផលប្រយោជន៍ពីឧស្សាហកម្មឆបោកនេះនោះទេមេបកកណ្ដាលអំណាចរូបនេះបន្តថាលោកមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលបានឃើញឧក្រិដ្ឋជនឆបោករាប់សិបនាក់បានចូលមករស់នៅប្រទេសកម្ពុជាដែលខុសច្បាប់ហើយលោកជំរុញឲ្យរដ្ឋាភិបាលលោកហ៊ុនម៉ាណែតត្រូវតែចាត់វិធានការបង្ក្រាបឧក្រិដ្ឋជនទាំងនោះឲ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពបំផុតជាពិសេសត្រូវដកតំណែងឬតួនាទីចំពោះមន្ត្រីរាជការណាដែលពាក់ព័ន្ធអំពើឧក្រិដ្ឋកម្មទាំងនោះដោយគ្មានការលើកលែងហើយរួមទាំងត្រូវចាប់អ្នកទាំងនោះទៅផ្ដន្ទាទោសតាមប្រព័ន្ធតុលាការផងដែរនាយករដ្ឋមន្ត្រីទៅចាំឲ្យច្បាស់អាកន្លែងនោះកន្លងទៅបានដកមន្ត្រីមួយចំនួនហើយអ្នកដែលចូលពាក់ព័ន្ធជាប់ពាក់ព័ន្ធមិនមែនត្រឹមតែដកតំណែងទេត្រូវចោទប្រកាន់ចំពោះមុខតុលាការទៀតព្រោះបើត្រឹមតែដកតំណែងវាថាធ្វើឲ្យអញលុយអញសល់កន្លះលានដុល្លារ1លានដុល្លារអញចាយមួយឆ្អែតអញ្ចឹងចោទប្រកាន់ចំពោះមុខតុលាការដែលតុលាការចេញដីកាការពារទ្រព្យសម្បត្តិមួយចំនួនបើកការស៊ើបអង្កេតបាទចេញពីស្គមអនឡាញរឹបអូសទ្រព្យសម្បត្តិបើទោះជាលោកហ៊ុនសែនបានបង្ហាញពីការភ្ញាក់ផ្អើលថាលោកមិននឹកស្មានថាប្រទេសកម្ពុជាមានឧក្រិដ្ឋជនច្រើនបែបនេះក្តីអ្នករិះគន់ថាវាហាក់មិនឆ្លុះបញ្ចាំងពីការពិតនោះទេព្រោះកន្លងទៅសហគមន៍អន្តរជាតិនិងបណ្ដាញសារព័ត៌មានបរទេសជាច្រើនបានរាយការណ៍អំពីមជ្ឈមណ្ឌលឆបោកអនឡាញនិងទីតាំងជួញដូរមនុស្សយ៉ាងប្រងព្រាតដែលបង្ហាញថាមានមូលដ្ឋាននៅកម្ពុជាដូចនៅក្នុងខេត្តព្រះសីហនុក្រុងបាវិតខេត្តស្វាយរៀងនិងតំបន់បូកគោខេត្តកំពតជាដើមក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលមិនដែលបើកការស៊ើបអង្កេតនោះទេផ្ទុយទៅវិញបានចេញលិខិតបដិសេធសេចក្តីរាយការណ៍និងរបាយការណ៍ទាំងនោះថាជាព័ត៌មានคล้ายៗទៅវិញទន្ទឹមនឹងនោះ
លោកហ៊ុនសែនក៏បានតែងតាំងមេខ្លោងអ ក្រិតជនឆបោកលំដាប់អន្តរជាតិគឺលោក Gen Z និងបកពួកមួយចំនួនទៀតឲ្យធ្វើជាទីប្រឹក្សាផ្ទាល់របស់លោកក្រៅពីនោះមានមន្ត្រីជាច្រើនទៀតដែលស្និទ្ធជាមួយនឹងលោកហ៊ុនសែនក៏ជាប់ពាក់ព័ន្ធនឹងអ ក្រិតជនឆបោកនេះដែរដូចជាលោកអង្គញាលីយ៉ុងផាត់អង្គញាកុកអាននិងហ៊ុនតូជាដើមខណៈអ្នកទាំងនោះកំពុងតែក្តោបក្តាប់មុខចំនួនជាច្រើននៅកម្ពុជាដោយគ្មានការព្រួយបារម្ភពីសុវត្ថិភាពនោះឡើយបើទោះបីជាសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មនិងបង្កកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆបោកអនឡាញការលាងលុយកខ្វក់និងអំពើជួញដូរមនុស្សក្តីមកទល់ពេលនេះគេនៅមិនទាន់ឃើញមានស្ថាប័នរដ្ឋមួយណាហ៊ានបើកការស៊ើបអង្កេតនិងចាត់វិធានការផ្លូវច្បាប់នោះទេអ្នកជំនាញភូមិសាស្ត្រនយោបាយលោកសេងវ៉ាន់លីយល់ឃើញថាការគម្រាមកំហែងដកមន្ត្រីតូចតាចនិងអាជ្ញាធរមូលដ្ឋានពីសំណាក់មេដឹកនាំកម្ពុជាគឺគ្រាន់តែជាសកម្មភាពដើម្បីបិទបាំងមន្ត្រីធំនៅពីក្រោយខ្នងដែលជាមេខ្លោងនៃអក្រិតកម្មឆបោកតាមអនឡាញតែប៉ុណ្ណោះលោកថាការបង្ក្រាបអក្រិតកម្មឆបោកបច្ចុប្បន្នគឺគ្មានប្រសិទ្ធភាពនោះទេចំណាត់ការនេះធ្វើឡើងដើម្បីតែរងាប់កម្ដៅពីសហគមន៍ជាតិនិងដើម្បីកាត់បន្ថយសម្ពាធនយោបាយតែប៉ុណ្ណោះនៅក្នុងប្រព័ន្ធដែលអំណាចនិងផលប្រយោជន៍ត្រូវបានប្រតិកលាគ្នាយ៉ាងណែនអង្គការឬអ្នកមានអំណាចធំគឺជាសសរស្តម្ភទ្រទ្រង់ហិរញ្ញវត្ថុនិងស្ថិរភាពរបស់គណៈបកកណ្ដាលអំណាចដូច្នេះការប៉ះពាល់ពួកគេអាចនឹងបង្កើតជាការរង្គោះរង្គើដល់គ្រឹះអំណាចទាំងមូលលទ្ធផលគឺការបង្ក្រាបអាចធ្វើបានត្រឹមតែកម្រិតត្រីតូចឬមន្ត្រីដែលគ្មានខ្នងបង្អែកឬមុំដើម្បីធ្វើជាស្រមោលបិទបាំងត្រីធំនៅពីក្រោយខ្នងគិតត្រឹមថ្ងៃទី1ដល់ថ្ងៃទី22ខែឧសភាសមត្ថកិច្ចបានបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញចំនួន50ទីតាំងដោយឃាត់ខ្លួនជនសង្ស័យបានជិត 3000 នាក់ដោយមានចំនួន32សញ្ជាតិខុសៗគ្នាក្នុងចំណោមអ្នកទាំងនោះមាន1030នាក់ដែលមានសញ្ជាតិ16ខុសៗគ្នាត្រូវបានអគ្គនាយកដ្ឋានអន្តរប្រវេសន៍បណ្តេញចេញពីកម្ពុជាហើយជនសង្ស័យ96នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការទោះជាយ៉ាងណាគេនៅមិនទាន់ឃើញរដ្ឋាភិបាលលោកហ៊ុនម៉ាណែតចាប់ម្ចាស់អគារនិងទីតាំងទាំងនោះមកផ្ដន្ទាទោសនៅឡើយគឺឃើញតែមានការចាប់ជនបរទេសដែលជាជនរងគ្រោះតែប៉ុណ្ណោះមុនការគម្រាមកំហែងរបស់លោកហ៊ុនសែនមកលើមន្ត្រីរាជការកាលពីថ្ងៃទី23ខែឧសភាកន្លងទៅអភិបាលខេត្តមណ្ឌលគិរីគឺលោកថងសាវុនត្រូវបានដកចេញពីតំណែងនិងផ្ទេរទៅធ្វើជាអគ្គលេខាធិការនៃក្រសួងមហាផ្ទៃរួមនឹងដកហូតតំណែងមេប៉ូលីសនិងមេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រោយពីសង្ស័យថាពាក់ព័ន្ធនឹងបទល្មើសឆបោកតាមអនឡាញនៅថ្ងៃដដែលនោះដែរលោកគង់គំនីដែលជាអភិបាលរងខេត្តក្រចេះក៏ត្រូវបានតែងតាំងជាអភិបាលខេត្តមណ្ឌលគិរីជំនួសវិញទោះជាយ៉ាងណាអ្នកខ្លាំមើលថាការដកហូតតំណែងមន្ត្រីមូលដ្ឋានមិនអាចទប់ស្កាត់បទល្មើសឆបោកតាមអនឡាញនេះនោះទេព្រោះបញ្ហានេះបានកើតមានជាប្រព័ន្ធនៅក្នុងជួររដ្ឋាភិបាលគណៈអាជ្ញាធរមូលដ្ឋានគ្រាន់តែជាកូនអុករបស់រដ្ឋាភិបាលត្រកូលហ៊ុនដើម្បីចាត់វិធានការក្លែងបន្លំមហាជននិងបិទបាំងទោសកំហុសរបស់ខ្លួនតែប៉ុណ្ណោះរាយការណ៍ពីរដ្ឋធានី Washington ខ្ញុំបាទនៅវណ្ណរិនទូរទស្សន៍អាស៊ីសេរី